សេចក្តីសង្ខេបនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី46និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតនៅវេលារសៀលថ្ងៃអាទិត្យទី25ខែឧសភាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតព្រមទាំងគណៈប្រតិភូបានអញ្ជើញធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាតាមយន្តហោះពិសេសនិងបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិកូឡាឡំពួរប្រកបដោយសុវត្ថិភាពនៅវេលារសៀលថ្ងៃដដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតព្រមទាំងគណៈប្រតិភូទទួលបាននៅបដិសណ្ឋារកិច្ចនិងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារម៉ាឡេស៊ីនិងឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីដោយមានក្រាលព្រំក្រហមយ៉ាងវែងនិងកងកិត្តិយសឈរសងខាងផងដែរនៅវេលាព្រឹកថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញពិសាអាហារពេលព្រឹកការងារជាមួយឯកឧត្តមផាំមិញជិញនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងឯកឧត្តមសុនសៃស៊ីផាន់ដននាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំង3តែងតែមានជំនួបអាហារពេលព្រឹកការងារជាមួយគ្នានិងបានជជែកពិភាក្សាលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង3ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតបន្ទាប់មកនៅវេលាព្រឹកថ្ងៃដដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី46ក្រោមមូលបត្របរិយាបន្ននិងចីរភាពបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានឆ្លៀតពេលជួបសំណេះសំណាលជាមួយព្រះចៅស៊ុលតុងហាជីហាសាណាល់ប៊ុលគីយ៉ាសមួយអ៊ីហ្សាឌីនវ៉ាដូឡាព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារុយសាឡាំស្របពេលជាមួយគ្នានេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតរួមជាមួយភរិយារបស់ថ្នាក់ដឹកនាំអាស៊ានមួយចំនួនបានអញ្ជើញទស្សនាពិព័រណ៍សម្បត្តិបេតិកភណ្ឌជាតិម៉ាឡេស៊ីដែលត្រូវបានរៀបចំនៅវិមាននាយករដ្ឋមន្ត្រីនៅវេលារសៀលថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមដាតូសេរីអាន់វ៉ាប៊ីនអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីក្នុងឱកាសនៃជំនួបនេះសម្ដេចបវរធិបតីបានអបអរសាទរនិងកោតសរសើរចំពោះការរៀបចំយ៉ាងល្អប្រសើរនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី46និងកិច្ចប្រជុំកំពូលពាក់ព័ន្ធព្រមទាំងបានថ្លែងអំណរគុណចំពោះការផ្ដល់បដិសណ្ឋារកិច្ចនិងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចបវរធិបតីនិងលោកជំទាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាសម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជាម៉ាឡេស៊ីដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់នៅវេលារសៀលថ្ងៃដដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងអន្តរសភាអាស៊ាននៅក្រៅកិច្ចប្រជុំនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយប្រមុខថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានមួយចំនួនរួមមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាយករដ្ឋមន្ត្រីសិង្ហបុរីប្រធានាធិបតីឥណ្ឌូនេស៊ីនិងព្រះមហាក្សត្រនៃប្រ៊ុយណេដារុយសាឡាំបន្ទាប់មកសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងយុវជនអាស៊ានសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានឆ្លៀតពេលជួបសំណេះសំណាលជាមួយឯកឧត្តមសុនសៃស៊ីផាន់ដននាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវមុននឹងបន្តចូលរួមកិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងក្រុមហ៊ុនធុរកិច្ចអាស៊ាននៅវេលាល្ងាចថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍កូឡាឡំពួរស្តីពីអាស៊ានឆ្នាំ2045អនាគតរួមគ្នារបស់យើងបន្ទាប់មកនៅវេលាល្ងាចថ្ងៃដដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត
បានអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការដែលរៀបចំដោយឯកឧត្តមដាតូសេរីអាន់វ៉ាប៊ីនអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនិងលោកជំទាវបណ្ឌិតដាតូសេរីវ៉ាន់អាស៊ីហ្សាវ៉ាន់អ៊ីស្ម៉ែលជាកិត្តិយសជូនថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានាដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី46និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ីនៅវេលាព្រឹកថ្ងៃអង្គារទី27ខែឧសភាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមលីឈៀងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសនៃជំនួបឯកឧត្តមនាយករដ្ឋមន្ត្រីចិនបានសម្ដែងនូវក្តីសោមនស្សរីករាយនិងបានគូបញ្ជាក់ថាជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរឆ្លុះបញ្ចាំងពីភាពរឹងមាំនិងការរីកចម្រើននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងនិងជាមិត្តដៃថែបចិនកម្ពុជាសម្ដេចបវរធិបតីបានឯកភាពអំពីសារៈសំខាន់នៃជំនួបកម្រិតថ្នាក់ដឹកនាំប្រទេសក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីព្រមទាំងបានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមេសាឆ្នាំ2025កន្លងទៅនេះបន្ទាប់មកនៅវេលាព្រឹកថ្ងៃដដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនសម្ដេចបវរធិបតីនិងឯកឧត្តមប្រធានាធិបតីក៏បានពិភាក្សាគ្នាអំពីវិស័យសក្តានុពលសំខាន់ៗមួយចំនួនជាអាច Digital បច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត AI សហគ្រាសធុនមីក្រូតូចនិងមធ្យមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសេវាកម្មថែទាំសុខភាពទេសចរណ៍ព្រមទាំងសន្តិសុខនិងការពារជាតិក្នុងជំនួបបន្តសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យព្រះអង្គម្ចាស់ Sayyid Asad bin Tariq Al Said ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនិងកិច្ចសហប្រតិបត្តិការអូម៉ង់ជួបសម្ដែងការគួរសមនិងពិភាក្សាការងារសម្ដេចបវរធិបតីបានគូបញ្ជាក់ថាកម្ពុជានិងអូម៉ង់មានសក្តានុពលច្រើនក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀតសម្ដេចបវរធិបតីនិងព្រះអង្គម្ចាស់បានឯកភាពជំរុញក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗរួមមានពាណិជ្ជកម្មកសិកម្មនិងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជនក្នុងកម្មវិធីជំនួបជាបន្តសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រាជទាយាទនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របារ៉ែនសម្ដេចបវរធិបតីបានជម្រាបព្រះអង្គម្ចាស់រាជទាយាទអំពីការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជារួមទាំងតំបន់មជ្ឈិមបូព៌ាសម្ដេចបវរធិបតីបានបន្ថែមថាកម្ពុជាកំពុងពង្រីកការតភ្ជាប់និងប្រព័ន្ធ Logistics របស់ខ្លួនតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាអាកាសយានដ្ឋានអន្តរជាតិផ្លូវលបឿនលឿននិងការអភិវឌ្ឍសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យក្លាយជាមជ្ឈមណ្ឌល Logistics និងមានសមត្ថភាពទទួលនាវាដឹកទំនិញពីទូទាំងពិភពលោកភាគីបារ៉ែនគាំទ្រគំនិតផ្ដួចផ្ដើមបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការបារ៉ែនកម្ពុជាបន្ទាប់ពីបញ្ចប់កិច្ចជំនួបជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមួយចំនួនរួចមកនៅវេលាព្រឹកថ្ងៃដដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី2នៅវេលារសៀលថ្ងៃអង្គារទី27ខែឧសភាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីលៀងសាយភោជដែលរៀបចំដោយព្រះចៅស៊ុលតង់អ៊ីប្រាហ៊ីមអ៊ីបនីអាល់ម៉ារុមស៊ុលតង់អ៊ីស្កាន់ដាព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីនៅព្រះបរមរាជវាំងអ៊ីស្តាណានីហ្គារ៉ាជាកិត្តិយសទទួលស្វាគមន៍ដ៏ខ្ពង់ខ្ពស់ជូនប្រមុខថ្នាក់ដឹកនាំនៃបណ្ដាប្រទេសដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី46និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ីក្រោយពិធីលៀងសាយភោជបានបញ្ចប់នៅវេលារសៀលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី
បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រចិនលើកទី1បន្ទាប់ពីកិច្ចប្រជុំកំពូលនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតថ្វាយព្រះអង្គម្ចាស់ Sheikh Sabah Khalid Al Hamad Al Sabah រាជទាយាទនៃរដ្ឋកូវេតជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសនៃជំនួបនេះព្រះអង្គម្ចាស់បានលើកឡើងពីការត្រៀមខ្លួនរបស់កូវេតដើម្បីចែករំលែកបទពិសោធន៍ជាមួយកម្ពុជាក្នុងវិស័យថាមពលប្រេងសម្ដេចបវរធិបតីបានស្វាគមន៍បំណងរបស់ប្រទេសកូវេតក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលនេះស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណងនិងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅមជ្ឈិមបូព៌ារួមទាំងប្រទេសកូវេតផងដែរតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗនិងបានឯកភាពជំរុញឲ្យមានការបន្តផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់និងលើកទឹកចិត្តឲ្យបន្តរៀបចំយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់និងស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនៅវេលាល្ងាចថ្ងៃអង្គារទី27ខែឧសភាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យលោកដាតូស្រីដុកទ័រ Shamir Kumar Nandi នាយកគ្រប់គ្រងក្រុមហ៊ុន Bin Zayed International Berhad ជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសនៃជំនួបលោកប្រធានបានគោរពជម្រាបជូនសម្ដេចបវរធិបតីថាអាស្រ័យលក្ខណៈអំណោយផលនៃបរិស្ថានវិនិយោគរបស់កម្ពុជាក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅកម្ពុជាជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវក្តីរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននិងបានគូបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយនិងការលើកទឹកចិត្តនានាដើម្បីគាំទ្រការវិនិយោគនិងដើម្បីធានាបរិយាកាសវិនិយោគមួយដែលអំណោយផលដល់វិនិយោគិនតាមរយៈការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនិងគោលនយោបាយពាក់ព័ន្ធដែលមានភាពបត់បែនជាក់ស្ដែងនិងប្រកបនិយមបន្ទាប់មកសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យលោកដាតូអាមៀរ Firdaus Abdullah ប្រធាននិងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelus Healthcare ជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្រុមហ៊ុននេះមានមន្ទីរពេទ្យដៃគូចំនួន3នៅប្រទេសម៉ាឡេស៊ីនិងចំនួន6នៅឥណ្ឌូចិនក្នុងនោះមានមន្ទីរពេទ្យចំនួន2នៅប្រទេសកម្ពុជាដូចជាមន្ទីរពេទ្យ Orenda International Hospital និងមន្ទីរពេទ្យ Orchid Cockpit Hospital ដែលមានគ្រែសម្រាប់ព្យាបាលសរុបចំនួន170បន្ទាប់មកសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យលោកដាតុក Hanifa Nordin ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MMAC Holdings Berhad និងក្រុមហ៊ុន Neji Berhad ជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្រុមហ៊ុន MMAC Holdings Berhad គឺជាក្រុមហ៊ុនដឹកជញ្ជូននិងបច្ចេកវិទ្យារបស់ប្រទេសម៉ាឡេស៊ីនិងត្រូវបានបង្កើតឡើងក្នុងឆ្នាំ2003ដែលផ្ដល់សេវាកម្មដូចជាឃ្លាំងទំនិញដំណោះស្រាយធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកឬ e-commerce ការគ្រប់គ្រងសារពើភ័ណ្ឌការរៀបចំនិងវេចខ្ចប់ព្រមទាំងការដឹកជញ្ជូនដល់ទីតាំងរបស់អតិថិជននៅវេលាល្ងាចថ្ងៃអង្គារទី27ខែឧសភាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានឆ្លៀតឱកាសជួបក្រៅផ្លូវការជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតជារួមការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី46និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល2ថ្ងៃនៅប្រទេសម៉ាឡេស៊ីរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានឆ្លុះបញ្ចាំងឲ្យឃើញពីការបដិញ្ញាចិត្តដ៏ខ្លាំងក្លារបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងតំបន់និងអន្តរតំបន់ការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពជាដៃគូយុទ្ធសាស្ត្រនិងជាពិសេសការចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងនៅលើពិភពលោកនៅវេលាយប់ថ្ងៃអង្គារទី27ខែឧសភាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតព្រមទាំងគណៈប្រតិភូបានអញ្ជើញចាកចេញពីប្រទេសម៉ាឡេស៊ីតាមយន្តហោះពិសេសដើម្បីបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុនដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ
ចាប់ពីថ្ងៃទី28ដល់ថ្ងៃទី31ខែឧសភាឆ្នាំ2025តបតាមសេចក្តីអញ្ជើញរបស់ឯកឧត្តម Ishiba Shigeru នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។